បាទសួស្តីអ្នកសិក្សាទាំងអស់ថ្ងៃនេះខ្ញុំបង្ហាញពីរបៀបបិទសំឡេងខ្យល់សំឡេងរំខាននៅក្នុងកម្មវិធី OBS បាទអញ្ចឹងប្រសិនបើវាមានសំឡេងរំខានយើងដូចវីដេអូខ្ញុំមុនយើងឃើញខ្យល់បាទសំឡេងខ្យល់យើងវីដេអូនេះចែកម្លែកសម្រាប់យកទៅប្រើប្រាស់បាទអញ្ចឹងយើងចុចកន្លែង1 3មកបន្ទាប់យើងចុចកន្លែង filter បាទ filter មកហើយយើងចុចយកសញ្ញាបូកក្រោមនេះបាទបូកមកហើយយើងយកពាក្យថា noise suppression បាទអញ្ចឹងកន្លែងនេះយើងដាក់បញ្ចូលឈ្មោះក៏បានយើងបែកក៏បានដែរយើងចុច OK ហើយយើងវា load air and noise good quality អញ្ចឹងយើងបានហើយមានថាជម្រើសនេះយើងឲ្យយើង spec ហើយយើងទៅទៀតផុតនេះល្អភាពសម្លេងល្អបាទអញ្ចឹងថ្ងៃហ្នឹងគឺសម្លេងបងលេងបាត់លេងសម្លេងខ្យល់ដែរបាទសូមអរគុណជំរាប